ព្រះគម្ពីរចោទយកថាជំពូកទី21បើសិនជាឃើញមានខ្មោចចង្គៀងនៅទីវាលក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់ប្រទានឲ្យចាប់យកហើយគ្មានអ្នកណាដឹងជាអ្នកណាបានសម្លាប់ឡើយនោះត្រូវឲ្យពួកចាស់ទុំនិងពួកចៅក្រមរបស់ឯងចេញទៅវាស់ចាប់ពីខ្មោចនោះទៅដល់ទីក្រុងទាំងប៉ុន្មានដែលនៅជុំវិញរួចទីក្រុងណាដែលឃើញថានៅចិត្តខ្មោចនោះជាជាងគេត្រូវឲ្យពួកចាស់ទុំនៃក្រុងនោះយកគោស្ទៀវមួយដែលមិនទាន់បានប្រើការឬទឹមនៅឡើយដឹកចុះទៅក្នុងច្រកភ្នំមួយដែលមានទឹកហូរជាកន្លែងមិនដែលភ្ជួររាស់ឬសាបព្រោះឡើយហើយត្រូវបំបាក់កគោនៅត្រង់ច្រកនោះទៅរួចពួកលេវីដ៏ជាសង្ឃត្រូវចូលទៅចិត្តត្បិតគឺអ្នកទាំងនោះហើយដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានរើសសម្រាប់នឹងបម្រើទ្រង់ព្រមទាំងឲ្យពរដោយនៅព្រះនាមព្រះយេហូវ៉ាហើយគ្រប់ទាំងការទាស់តែងគ្នានិងរបួសទាំងប៉ុន្មាននោះស្រេចនៅអ្នកទាំងនោះកាត់ឲ្យចោះនោះពួកចាស់ទុំគ្រប់គ្នារបស់ទីក្រុងណាមួយដែលចិត្តខ្មោចនោះជាជាងគេត្រូវលាងដៃពីលើគោស្ទៀវដែលបានបំបាក់កនៅក្នុងច្រកនោះហើយត្រូវថាដៃយើងខ្ញុំរាល់គ្នាមិនបានកំចាយឈាមនេះទេហើយភ្នែកយើងខ្ញុំក៏មិនបានឃើញដែរអោព្រះយេហូវ៉ាអើយសូមអត់ទោសដល់អ៊ីស្រាអែលជារាជទ្រង់ដែលទ្រង់បានលុះផងសូមកុំឲ្យមានទោសចំពោះឈាមរបស់មនុស្សដែលឥតទោសបាននៅជាប់កណ្ដាលពួកអ៊ីស្រាអែលជារាជទ្រង់ឡើយយ៉ាងនោះទោសពីការកំចាយឈាមនឹងបានអត់ឲ្យហើយដូច្នេះឯងនឹងបានបំបត្តិការកំចាយឈាមដែលឥតមានទោសពីពួកឯងចេញដោយធ្វើការដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ាបើកាលណាឯងចេញទៅច្បាំងនឹងពួកខ្មាំងសត្រូវហើយព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់ប្រគល់គេមកក្នុងកណ្ដាប់ដៃឯងក៏បានចាប់គេនាំទៅជាឆ្លើយហើយរួចឃើញមានស្រីណាមានរូបស្រស់ល្អនៅក្នុងពួកឆ្លើយនោះហើយឯងមានចិត្តប្រតិព័ទ្ធចង់យកធ្វើជាប្រពន្ធនោះត្រូវនាំនាងទៅឯផ្ទះឯងឲ្យនាងកោសក់ហើយកាត់ក្រចកព្រមទាំងដោះអាវដែលពាក់ពីការចាប់បាននោះចេញរួចត្រូវឲ្យនាងនៅក្នុងផ្ទះឯងដោយយំសោកនឹងឪពុកម្ដាយអស់មួយខែគត់ក្រោយនោះមកសំឯងចូលទៅឯនាងយកគ្នាជាប្តីប្រពន្ធចុះលុះក្រោយទៅបើមិនចូលចិត្តនឹងនាងវិញនោះត្រូវបើកឲ្យទៅតាមតែចិត្តមិនត្រូវលក់នាងឬប្រព្រឹត្តនឹងនាងទុកដូចជាបាវបំរើឡើយត្បិតឯងបានបន្ទាបនាងហើយបើសិនជាមានអ្នកណាមានប្រពន្ធពីរមួយជាទីស្រឡាញ់ហើយមួយស្អប់វិញតែទាំងពីរបានបង្កើតកូនដោយសារអ្នកនោះហើយកូនច្បងបង្អស់ជាកូនរបស់នាងដែលស្អប់ដូច្នោះនៅថ្ងៃដែលចែកមរតកដល់កូននោះមិនត្រូវឲ្យលើកកូនរបស់នាងដែលជាទីស្រឡាញ់ទុកជាកូនច្បងជំនួសកូននាងមួយជាទីស្អប់ដែលជាកូនច្បងពិតមែននោះឡើយគឺត្រូវទទួលរាប់កូនរបស់នាងដែលខ្លួនស្អប់នោះទុកជាកូនច្បងពិតដោយចែកទ្រព្យសម្បត្តិដល់វាឲ្យលើសមួយជាពីរត្បិតកូននោះជាកូនដំបូងរបស់ខ្លួនអំណាចច្បាប់របស់កូនច្បងត្រូវបានជារបស់ផងវាបើអ្នកណាមានកូនដែលចចេះរឹងរូសមិនព្រមចោះចូលស្ដាប់តាមបង្គាប់ឪពុកម្ដាយសោះហើយទោះបើឪពុកម្ដាយវាយស្ដីប្រដៅ
កូនតែវាមិនចេះរៀនចាលដែរនោះត្រូវឲ្យឪពុកម្ដាយនាំយកទៅឯពួកចាស់ទុំនៃទីក្រុងនោះនៅត្រង់ទ្វារក្រុងរបស់គេរួចត្រូវជម្រាបដល់ពួកចាស់ទុំនៃក្រុងនោះថាកូនយើងខ្ញុំនេះវាចោចេះហើយរឹងរូសមិនព្រមស្ដាប់បង្គាប់យើងខ្ញុំសោះវាក៏ល្មោបស៊ីផឹកហើយស្រវឹងខួបផងនោះត្រូវឲ្យបណ្ដាមនុស្សនៅទីក្រុងនោះទាំងប៉ុន្មានចោលសម្លាប់វានឹងថ្មទៅយ៉ាងនោះឯងរាល់គ្នានឹងបំបត្តិការអាក្រក់ពីពួកឯងចេញរួចសាសអ៊ីស្រាអែលទាំងអស់គ្នានឹងបានឮហើយនឹងមានសេចក្តីកោតខ្លាចផងបើមានអ្នកណាបានប្រព្រឹត្តអំពើបាបដែលគួរឲ្យគេស្លាប់ហើយឯងសម្លាប់ទៅដោយព្យួរនៅលើឈើនោះមិនត្រូវឲ្យខ្មោចគេជាប់នៅលើឈើរហូតដល់ភ្លឺឡើយត្រូវឲ្យកប់ទៅនៅថ្ងៃនោះឯងជាកំខានត្បិតអ្នកណាដែលត្រូវព្យួរនោះជាអ្នកដែលត្រូវព្រះដាក់បណ្ដាសាហើយត្រូវធ្វើយ៉ាងនោះដើម្បីកុំឲ្យស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់ប្រទានមកទុកជាមរតកបានត្រូវស្មោកគ្រោកឡើយ